Assalamualaikum warahmatullahi wabarakatuh. Alhamdulillah ថ្ងៃនេះខ្ញុំសូមបង្ហាញអំពីទីតាំងឬក៏កន្លែងភ្នូររបស់ភរិយារ៉ូស៊ូលឡោះ sallallahu alaihi wasallam Khadijah binti Khuwailid ហើយ Khadijah binti Khuwailid នេះទៀតគឺជាភរិយាទី1របស់រ៉ូស៊ូលឡោះ sallallahu alaihi wasallam ហើយគូបូរឬក៏ភ្នូររបស់គាត់គឺស្ថិតនៅ Maqbarah Ma'la នៅទឹកដីម៉ាកាហើយនៅឆ្ងាយពីកាបានឹងលើសខ្វះប្រហែលជា2គីឡូម៉ែត្រហើយខទីយ៉ាប៊ីនទីខវ៉ាលីតនេះទៀតដែលជាភរិយារបស់រ៉ូស៊ូលឡោះ sallallahu alaihi wasallam ត្រូវបានម៉ាឡៃកាត់យកក្រណាត់កាហ្វាន់ពីសុរហ្គារបស់អល់ឡោះស៊ុបហានវតាអាឡាដើម្បីធ្វើជាក្រណាត់កាហ្វាន់ឲ្យខទីយ៉ាប៊ីនទីខវ៉ាលីតហើយខទីយ៉ាប៊ីនទីខវ៉ាលីតនេះរ៉ូស៊ូលឡោះ sallallahu alaihi wasallamបានបញ្ចុះសាកសពដោយបន្ទាល់ដៃរបស់រ៉ូស៊ូលឡោះ sallallahu alaihi wasallam នៅក្នុងម៉ាក់បារ៉ាម៉ាឡាហើយម៉ាក់បារ៉ាម៉ាឡានេះទៀតគឺជាម៉ាក់បារ៉ាឬក៏ជាភ្នូរដែលមានអាយុកាលចាស់ជាងគេបងអស់នៅទឹកដីម៉ាកានេះគឺជាភ្នូររបស់ខទីយ៉ាប៊ីនទីខវ៉ាលីតដែលជាភរិយាដំបូងរបស់រ៉ូស៊ូលឡោះ sallallahu alaihi wasallam ហើយខទីយ៉ាប៊ីនទីខវ៉ាលីតនេះទៀតគឺជាស្ត្រីដំបូងគេបងអស់ដែលបានជឿទៅចំពោះរ៉ូស៊ូលឡោះ sallallahu alaihi wasallam ដែលរ៉ូស៊ូលឡោះ sallallahu alaihi wasallam ត្រូវបានអល់ឡោះស៊ុបហានវតាអាឡាចាត់តាំងជាអ្នកនាំសាររបស់អល់ឡោះស៊ុបហានវតាអាឡានៅលើកំពូលភ្នំហ្គរហ៊ីរ៉ាឬក៏ភ្នំនូរដែលម៉ាឡៃកាត់បានចុះមកជួបនឹងរ៉ូស៊ូលឡោះ sallallahu alaihi wasallam ហើយរ៉ូស៊ូលឡោះ sallallahu alaihi wasallam សូត្រគម្ពីរអល់កុរអាននៅក្នុងសូរ៉ាអល់អាឡកអ៊ីក្រអប៊ីស្មីរ៉ាប៊ីកាល់ឡាឌីខឡកអញ្ចឹងអ្នកដែលជឿដំបូងគេបងអស់ដែលជឿថារ៉ូស៊ូលឡោះ sallallahu alaihi wasallam ទៅបានអល់ឡោះស៊ុបហានវតាអាឡាចាត់តាំងជាអ្នកនាំសាររបស់អល់ឡោះស៊ុបហានវតាអាឡានោះគឺខទីយ៉ាប៊ីនទីខវ៉ាលីតនេះហើយដែលជាស្ត្រីដែលដំបូងគេបងអស់ដែលជឿទៅចំពោះរ៉ូស៊ូលឡោះ sallallahu alaihi wasallam ហើយខទីយ៉ានេះទៀតគឺជាភរិយាដំបូងគេរបស់រ៉ូស៊ូលឡោះ sallallahu alaihi wasallam